ឥឡូវយើងចូលដល់ចំណុចមួយទៀតដែលជាចំណុចពិសេសតាក់ទងទៅនឹងមុខវិជ្ជាគណិតវិទ្យានៅក្នុងនេះផងដែរអ្នកគ្រូមាន2ចែកចេញជា2គឺទី1សម្រាប់គណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រតើបងអូនត្រូវត្រៀមអ្វីខ្លះចំណុចទី2គណិតវិទ្យាសម្រាប់ថ្នាក់សង្គមតើបងអូនត្រូវត្រៀមទៅលើមេរៀនអីខ្លះចាអញ្ចឹងឥឡូវយើងឈានចូលទៅដល់ចំណុចទី1ចំណុចទី1ថ្នាក់វិទ្យាសាស្ត្រគឺយើងមានលំហាត់ទាំងអស់វា7រ៉ូម៉ាំងមានន័យថា7ចំណុចធំដែលចំណុចធំទាំងអស់នោះគឺមានចែកជាលំដាប់ពិន្ទុ10ពិន្ទុ15ពិន្ទុឆ្លាស់គ្នាហើយចំណុច2ធំខាងក្រោមគឺអាចឈានរហូតដល់25ពិន្ទុនិង35ពិន្ទុអញ្ចឹងអ្នកគ្រូនិយាយពីចំណុចទី1ចំណុចទី1គឺបងអូនត្រៀមទៅលើលីមីតនៃអនុគមចំណុចទី2បងអូនត្រៀមទៅលើមេរៀនចំនួន complex ទី3 probat ទី4 integral ចំណុចទី5 differential នៅក្នុងចំណុច1 2 3 4 5នេះគឺពិន្ទុ10ឬក៏15ចំណុចទី6គឺយើងនិយាយអំពី vector នៅក្នុងលំហជាមួយនឹង conic អញ្ចឹង vector ក្នុងលំហគឺដឹងថាមានទេអញ្ចឹងបន្តិចនឹងអ្នកគ្រូនឹងបង្ហាញអំពីថាតើយើងត្រូវប្រុងប្រយ័ត្ននៃការសរសេរបែបណាចំពោះ vector ហ្នឹងចំណុច conic សម្រាប់ឆ្នាំនេះការត្រៀមសូមបងប្អូនទាំងអស់គ្នាថ្នាក់ទី12គឺត្រៀមទៅលើមេរៀន2គឺមេរៀន parabol និង ellipse ណាអញ្ចឹងអ្នកគ្រូឲ្យត្រៀម2មេរៀនហ្នឹងគឺសំខាន់មែនតើ parabol ឬក៏ ellipse ហើយចំណុចសំខាន់មួយទៀតគឺទី7រ៉ូម៉ាំងទី7នោះគឺទៅលើអនុគមនេះគឺអ្វីដែលត្រៀមខ្លះមែនតើគឺទៅលើអនុគម exponential តែអញ្ចឹងជាគំរូសម្រាប់ការសរសេរនៅក្នុងវិទ្យាសាស្ត្រថ្នាក់វិទ្យាសាស្ត្រតាក់ទងទៅនឹង vector អញ្ចឹងអ្នកគ្រូនឹងបង្ហាញកូដទាំងអស់គ្នាតាក់ទងទៅនឹងរបៀបនៃការសរសេរធ្វើម៉េចទោះបីជាចំណុចហ្នឹងវាស្រួលប៉ុណ្ណាក៏ដោយក៏យើងត្រូវតែសរសេរដើម្បីជៀសវាងការខុសហើយចំណុចនេះគឺសិស្សមិនសូវជាប្រយ័ត្នមានន័យថាប្រហែសអាងតែលេខវាទូចអញ្ចឹងសរសេរទៅដកលេខអាខុសសញ្ញាទីទួចហ្នឹងនាំឲ្យយើងអស់ពិន្ទុអញ្ចឹងសូមបងប្អូនក៏លេខមើលទាំងអស់គ្នាទៅលើចំណុចនេះផងដែរគេឲ្យចំណុច A មានកអណេអញ្ចឹងមក B និងចំណុច C ចំណុច A B C នេះគឺឲ្យកអណេមកយើងឲ្យស្រាប់អញ្ចឹងអ្វីដែលគេឲ្យយើងរកគឺទី1កអណេនៃ vector ទាំង3នេះអញ្ចឹងរូបមន្ត xb ដល់ xa អរដេយើង yb ដល់ ya និងកូដ zb ដល់ za អញ្ចឹងអ្នកគ្រូដាក់រូបមន្តនេះតាមពិតទៅរូបមន្តហ្នឹងវាស្រួលប៉ុន្តែបងអូននឹងអាចផ្លេចច្រឡំអីចឹងទៅយក a ដល់ b អញ្ចឹងវាជ្រះគ្នាទៅវានាំឲ្យខុសលេខមកខាងក្រោមនេះអញ្ចឹងសូមប្រយ័ត្នមែនទែនទៅលើការសរសេរគណនាលេខទាំងអស់នេះអញ្ចឹងយើងរកបានហើយនៅក្នុងហ្នឹងរកបានកអណេ AB កអណេ vector AC កអណេ vector BC រកបានទាំង3ហ្នឹងហើយណារកបានទាំង3ហ្នឹងហើយបងអូនទៀងទាត់មើលកន្លែងហ្នឹងគឺស្រួលប៉ុន្តែក៏ងាយខុសអញ្ចឹងពេលបានទាំង3ហ្នឹងហើយមានន័យថាយើងសម្រេចវត្ថុបំណងយើងទី1ដែលយើងចប់សំណួរទី1ហើយយើងចប់សំណួរទី1យើងឈានចូលដល់សំណួរទី2សំណួរខនេះគេឲ្យយើងបង្ហាញថាត្រីកោណ ABC ជាត្រីកោណកែងសមបាតអញ្ចឹងបងអូនត្រូវដឹងទាំងអស់គ្នាថាតើត្រីកោណកែងសមបាតលក្ខណៈវាម៉េចអញ្ចឹងយើងស្គាល់អីយើងស្គាល់ទៅលើត្រីកោណសមបាតហ្នឹងយ៉ាងម៉េចជ្រុង2ស្មើគ្នាត្រីកោណកែងយ៉ាងម៉េចត្រីកោណកែងនោះមានន័យថាវាមានមុំកែងមួយអញ្ចឹងដល់ទៅពេលកែងសមបាតមានន័យថាយកត្រីកោណកែងលក្ខណៈរបស់ត្រីកោណកែងបូកនឹងលក្ខណៈរបស់ត្រីកោណសមបាតអញ្ចឹងនៅក្នុងការស្រាយអាច note នៅក្នុងกระดาษព្រៀងឬក៏ប្រយោគរបស់យើងហ្នឹងត្រីកោណកែងសមបាតឥឡូវយើងត្រូវរកអីខ្លះយើងត្រូវរក vector AB យកទៅ scalar ជាមួយនឹង vector AC ណារកទៅប្រសិនបើ vector ទាំងពីរនោះ scalar ស្មើ0បើយើងរកបាន vector AB scalar មួយ vector AC ស្មើ0នោះប្រកាសជាយើងទាញបាន vector ទាំងពីរហ្នឹងកែងគ្នា vector ទាំងពីរហ្នឹងកែងគ្នាអញ្ចឹងបើកែងគ្នាយើងមើលទៅលើ vector ទាំងពីរវាមានគុល A ដូចគ្នាអញ្ចឹងអាចនឹងវាកែងនៅត្រង់ A បន្តមកទៀត
ôn thử rô provide vector AB ní nâng provide vector AC ní percent bật không cả này thì ôn rô tới khơi thao viên smile nâng ta lại lên nào mũi miền đây thay những tiền ban trùng tầng pi nâng smile khỉ chấn trùng pi smile khỉ ôm cho mũi nâng một mũi cái chân tiền bán khá tây cao dưỡng chia tây cao cái giảm ở bàn hơi chả chân ở nè cụ cái chuyện màu vinh mà xa tiết tẹt tồn từ nâng chấm nói này lùng hát mà sân chỉ phải ôn chê rồng mạng mùi ná xong phải ôn đặt lên sầm co rồng mạng nâng ở trước bạc ô tì họ thà ôn chê rồng mạng tim mùi cò chấn xong phải ôn từ xe màu tim mùi cò nâng ôn phải chạy ở trước bạc máu ấy kế hay chập đám sài màu chọc mùi nâng hái ôn và to từ rồng mạng mùi tiết để ôn chê đã và to ní tiền chẳng nào chẳng xong thơ mách ở về cái ca bảo dương thớ thơ mách tam ở ấy để dương trẻ nào muốn lùng hạt nào muốn bao thừa là muốn từ đấy